ស្វាគមន៍មកកាន់ចន្ទរា Academy សួស្តីបងប្អូនថ្ងៃនេះលោកគ្រូលើកយកលំហាត់ក្នុងមេរៀនទី9ចម្ងាយរវាង2ចំណុចណាអញ្ចឹងលោកគ្រូលើកយកលំហាត់ទី1ណាអញ្ចឹងគេឲ្យចំណុច A ដែលមានអាប់ស៊ីស3 ordinate 5និងចំណុច B ដែលមានអាប់ស៊ីសដក1 ordinate ដក3គណនាចម្ងាយ AB អញ្ចឹងយើងដឹងហើយចម្ងាយ AB មានរូបមន្តបែបម៉េចណាអញ្ចឹងចម្ងាយ AB រូបមន្តវាគឺឬការ៉េនៃ xb ដក xa លើកជាការ៉េបូក yb ដក ya លើកជាការ៉េនេះរូបមន្តវាអញ្ចឹងយើងគ្រាន់តែចំនួនតម្លៃកោតម្លៃរបស់ចំណុចនីមួយៗចូលទៅអញ្ចឹង xb របស់យើងគឺដក1ដក xa គឺ3លើកជាការ៉េបូក yb របស់យើងគឺដក3ដក ya ដក5លើកជាការ៉េអញ្ចឹងវាស្មើតទៀតអញ្ចឹងដក3ដក1ដក3គឺដក4ណាទាំងអស់លើកជាការ៉េបូកដក3ដក5គឺដក8លើកជាការ៉េដក4លើកជាការ៉េស្មើ16ដក8លើកជាការ៉េស្មើនឹង64អញ្ចឹងវាស្មើនឹង80អញ្ចឹង80យើងអាចបញ្ចេញបាន4ឬ5អញ្ចឹងដូច្នេះ AB របស់យើងគឺ4ឬ5ឯកតាប្រវែងអញ្ចឹងលោកមានលំហាត់អនុវត្ត8លំហាត់ណាចឹងក៏អាចសាកល្បងធ្វើនៅផ្ទះហើយផ្ដល់ចម្លើយឲ្យលោកគ្រូណាសូមអរគុណ